Rương Sneha Suphiborokខ្សែទី15 យប់ទី2នៃដំណើរកំសាន្តពួកយើងមកសម្រាប់នៅទីរួមខេត្តឧត្តរមានជ័យបាយល្ងាចរួចគ្រប់គ្នាឡើងទៅអង្គុយលើដំបូលផ្ទះសំណាក់ដើម្បីមើលផ្កាយយប់នេះខ្ញុំដេកបន្ទប់មួយតែម្នាក់ឯងទេហើយរកដេកទៅហើយតែដូចជាស្ដាយផ្កាយក៏ឡើងទៅមើលជាមួយគេពេលខ្ញុំឡើងទៅដល់ក៏ចំពេលគេចុះមកដេកវិញជនជាតិកូរ៉េទាំងអស់រួមទាំងសុងយេផងសត្វតែនិយាយ good night មកខ្ញុំក៏សួរខេមរីដែលនៅអង្គុយទីនោះនៅឡើយកូរ៉េនិយាយ good night ដែរពួកគេនិយាយអង់គ្លេសហ្នឹងណាចុះអ្នកនាងមិនទាន់ចុះទៅគេងទេនៅកំដរលោកមួយផ្លេតសិននាងងើយទៅលើមេឃស្ទើរបាក់ករួចសួរខ្ញុំថាលោកស្គាល់ផ្កាយទេអត់ស្គាល់ទេផ្កាយដូចតែគ្នាខ្ញុំក៏យល់អីចឹងដែរប៉ុន្តែបើអាចស្គាល់ពិតជាពូកែមែនខ្ញុំអង្គុយបង្កើយនឹងនាងហើយងើយមើលផ្កាយដូចនាងរួចសួរនាងថាបើស្គាល់ផ្កាយទៅតើមានប្រយោជន៍ទេស្គាល់អីក៏មានប្រយោជន៍ដែរពួកយើងនៅស្ងាត់មួយខណៈទៅខ្ញុំនិយាយថ្ងៃស្អែកយើងទៅសៀមរាបវិញហើយខ្ញុំដូចជាស្ដាយទីនេះណាខ្ញុំចង់ឲ្យខេមរីបង្ហាត់ភាសាកូរ៉េខ្ញុំខ្លះគ្រាន់អាចនិយាយជាមួយជនជាតិកូរ៉េបានខេមរីងាកមកសួរខ្ញុំលោកចង់និយាយជាមួយសុងយេមែនហើយទោះយ៉ាងណាខ្ញុំចង់ឲ្យពេលនាងទៅប្រទេសរបស់នាងវិញចងចាំរូបខ្ញុំទុកតើភាសាកូរ៉េលាហើយគេថាម៉េចនាងអត់ឆ្លើយទេបែរជាសួរខ្ញុំថាលោកពិតជាស្រឡាញ់នាងមែនខ្ញុំនៅត្រឹងបន្តិចទើបឆ្លើយនិយាយទៅខ្ញុំមិនទាន់ដឹងថាស្រឡាញ់នឹងយ៉ាងម៉េចផងខ្ញុំគ្រាន់តែចូលចិត្តនាងហើយខ្ញុំចង់ចងចាំនាងទុកទើបខ្ញុំចង់ឲ្យនាងចងចាំខ្ញុំទុកដែរខេមរីក៏សួរថាតើលោកមិនធ្លាប់មានស្នេហាទេមែនទេខ្ញុំងក់ក្បាលរួចសួរនាងវិញចុះចំណែកអ្នកនាងលោកយុទ្ធពងគឺជាសង្សាររបស់អ្នកនាងមែនទេនាងក្រវីក្បាលហើយនិយាយថាខ្ញុំមិនសូវជាចូលចិត្តលោកយុទ្ធពងនោះទេគាត់គឺជាបុរសដែលគ្រួសារខ្ញុំគ្រប់គ្នាចង់ឲ្យខ្ញុំរៀបការជាមួយតែខ្ញុំមិនដែលឆ្លើយថាម៉េចទេតាមពិតខ្ញុំធ្លាប់មានសង្សារម្នាក់ពួកយើងស្រឡាញ់គ្នា2ឆ្នាំក៏បែកគ្នាព្រោះហេតុអ្វីគេមានអ្នកថ្មីប៉ុនអ្នកនាងហើយគេមានថ្មីទៀតមានតែនារីថ្មីនោះស្អាតខ្លាំងណាស់មិនមែននារីទេមិនមែនគេស្រឡាញ់ប្រុសដូចគ្នាប្រហែលដោយសាររឿងនេះពេលណាខ្ញុំឃើញមនុស្សប្រុសណាគួរឲ្យចាប់អារម្មណ៍ខ្ញុំគិតថាគេប្រហែលជាស្រឡាញ់ភេទដូចគ្នាទេដឹងតែមើលទៅលោកយុទ្ធពងនោះមិនមែនជាមនុស្សអីចឹងទេគាត់មិនមែនទេតែខ្ញុំមិនចូលចិត្តគាត់ចុះនាងខឹងសង្សារនាងនោះទេគ្មានអ្វីអាចខឹងបានទេគ្រាន់តែខូចចិត្តស្ដាប់រឿងរបស់ខេមរីនាយប់នេះខ្ញុំនឹកអាណិតនាងណាស់មិននឹកស្មានថានារីដែលមានបុគ្គលិកលក្ខណៈល្អដូចជានាងបែរជាជួបរឿងអភ័ព្វបែបនេះថ្មីបើសំឡេងនាងហាក់ដូចជាធម្មតាប៉ុន្តែបើស្ដាប់សំឡេងនោះដោយដួងចិត្តទើបដឹងថាជាសំឡេងដែលផុសចេញពីដួងចិត្តដ៏ស្រពោនធម្មជាតិបែបចូលចិត្តលេងសើចនឹងមនុស្សណាស់មើលទៅតើមានអ្នកណាដែលកិច្ចរួចពីទុករឿងស្នេហាសុភាពបុរសខ្សែទី16រថយន្តរៀបចេញដំណើរទៅសៀមរាបវិញទៅហើយខ្ញុំស្រាប់តែបាត់ថ្នាំពុលឡានខ្ញុំប្រាប់ខេមរីថាចង់ទៅទិញថ្នាំពុលឡានតែនាងយកថ្នាំពុលឡានរបស់នាងមួយគ្រាប់មកឲ្យខ្ញុំលេបជិះឡានប្រហែលជាកន្លះម៉ោងខ្ញុំអត់ពុលឡានសោះខេមរីសួរខ្ញុំលោកពុលឡានទេអត់ពុលទេថ្នាំខ្ញុំពូកែទេគ្រាន់បើនាងស្រាប់តែសើចហើយខ្សឹបប្រាប់ខ្ញុំថ្នាំនឹងមិនមែនថ្នាំពុលឡានទេជាថ្នាំវីតាមីនតើលោកឯងពុលដោយសារអារម្មណ៍ប៉ុណ្ណោះខ្ញុំពិតជាពុលដោយសារអារម្មណ៍មែនព្រោះគ្រាន់តែឮនាងប្រាប់ខ្ញុំក៏ចាប់ផ្ដើមបែកញើសថ្ងាសហើយត្រូវផ្លូវរលាកផងខ្ញុំក៏ទ្រាំលេងបានឃើញទឹកមុខខ្ញុំខេមរីក៏សួរលោកយ៉ាងម៉េចហ្នឹងខ្ញុំប្រាប់នាងទាំងយកដៃខ្ទប់មាត់ជួយយកស្បោងឲ្យខ្ញុំក្អួតផងនៅក្នុងកាបូបខ្ញុំមានស្បោងគ្រាន់តែនាងហុចស្បោងដល់ដៃខ្ញុំក៏ចាប់ផ្ដើមក្អួតដូចមនុស្សចាញ់កូនខេមរីចិត្តបានគួរសមនាងជួយរឹតខ្នងឲ្យខ្ញុំហើយជួយយកក្រដាស់ជូតមាត់ឲ្យខ្ញុំអារម្មណ៍ខ្ញុំពេលនេះវេទនាណាស់មួយស្របបក់ខ្ញុំក្អួតម្ដងក្អួតចេញអាហារអស់ក៏ក្អួតចេញទឹកមាត់ឡើងលវិញមាត់ខេមរីស្រែកប្រាប់ឲ្យគេឈប់ឡាននាងប្រាប់ខ្ញុំឲ្យចុះពីឡានសិនរួចនាងដើរតាមក្រោយខ្ញុំដោយនិយាយថាខ្ញុំមិនដឹងថាលោកពុលឡានខ្លាំងយ៉ាងនេះសោះ
ខ្ញុំក៏ស្ដីឲ្យនាងបើកុំតែនាងប្រាប់ថាថ្នាំនោះជាថ្នាំវីតាមីនក៏ខ្ញុំក៏មិនពោលដែរនាងសើចរួចហុចដបទឹកឲ្យខ្ញុំណែខ្ពុលមាត់ទៅដល់ពេលខ្ញុំរៀងស្រួលបន្តិចទើបឡានចេញដំណើរបន្តលើកនេះខ្ញុំអត់ក្អួតទៀតទេគ្រាន់តែពិបាកខ្លួននិងលហិតលហៃស្ទើរតែស្លាប់ Camry និយាយមកខ្ញុំលោកអាចផ្អែកលើស្មាខ្ញុំបានខ្ញុំក៏ផ្អែកតាមនាងប្រាប់ទោះបីក្នុងខ្លួនពិបាកយ៉ាងណាដល់បានស្មាផ្អែកក្នុងចិត្តធូរស្រាលដូចខ្យល់រសាត់ស្មា Camry ទុនគួរឲ្យចង់កើយជារៀងរហូតច្រមុះខ្ញុំខំស្រូបក្លិនដ៏ប្រហើររបស់នាងរួចផ្លុំក្លិនឡានដ៏អាក្រក់ចេញខ្ញុំមានអារម្មណ៍ដូចកំពុងតែជួបស្នេហាក្នុងព្យុះសង្គ្រាប៉ុន្តែស្រាប់តែឮបទទំនួញប្រេតលន់រំពងឡើង Camry ក៏និយាយទូរស័ព្ទតែខ្ញុំនៅតែផ្អែកក្បាលលើស្មានាងដដែលហើយបន្លំលោបស្ដាប់នាងនិយាយខ្ញុំដឹងថាម្នាក់នោះគឺលោកចិត្តពងរួចចេះតែនឹកអស់សំណើចនឹង Camry ដាក់បទទំនួញប្រេតឲ្យលេខទូរស័ព្ទគាត់នឹងផ្អែកអីផ្អែកម្លេះឈប់និយាយទូរស័ព្ទ Camry ក៏ស្ដីឲ្យខ្ញុំតែខ្ញុំមិនខ្វល់ទេគិតតែបិទភ្នែកសំងំដេកកោយស្មានាងរហូតដល់សៀមរាបខ្សែទី17ពេលមកដល់ក្រុមហ៊ុនវិញខ្ញុំក៏ប្រញាប់ឡើងទៅដេកក្នុងបន្ទប់ហើយល្ងាចបន្តិចវណ្ណៈក៏បើកទ្វារចូលទាំងស្រែកប្រាប់ខ្ញុំក្រោកមកញ៉ាំបបរមិននឹកស្មានថាអាមួយនេះចិត្តបានចេះទិញបបរយកមកឲ្យខ្ញុំផងខ្ញុំនិយាយទាំងក្រោកបណ្ដើរថាបែកគ្នា2ថ្ងៃនឹកខ្ញុំណាស់មែនទេវាមិនឆ្លើយទេរួចដាក់ប្រអប់បបរនៅលើឥដ្ឋខ្ញុំក៏ប្រាប់វាយកមកលើក្រេឲ្យខ្ញុំមកញ៉ាំនៅលើឥដ្ឋទៅកុំចង់ឲ្យប្រឡាក់កន្លែងដេកខ្ញុំក៏ចុះទៅអង្គុយលើឥដ្ឋរួចលើកបបរស្រង់ក្លិនហើយនិយាយទៅរកវាពេលទូរស័ព្ទទៅដឹងថាខ្ញុំនៅបន្ទប់ជាមួយ Camry ប្រច័ណ្ឌមែនទេកុំប្រច័ណ្ឌអីឥឡូវខ្ញុំមកនៅជាមួយឯងវិញហើយអាប្រុសឆ្នះប្រាស់ខ្លួនទៅលើក្រេហើយស្ដីឲ្យខ្ញុំថាកុំចូលចិត្តនិយាយមិនបានការពេកមើលខ្ញុំសើចរួចដួសបបរញ៉ាំឆ្ងាញ់ណាស់តើអរគុណឯងហើយណាអរគុណស្អីស្មានតែខ្ញុំជាអ្នកទិញឲ្យហ៎ Camry ឲ្យខ្ញុំយកមកឲ្យទេខ្ញុំលួតមាត់ Camry ទេត្រូវហើយស្មានតែខ្ញុំចេះគិតពីលោកឯងដែរខ្ញុំរអ៊ូថាយី Camry មិនក៏មិនយកមកខ្លួនឯងវណ្ណៈក៏ថាឲ្យខ្ញុំលោកឯងពុលឡានឡើងឡប់ហើយគិតថាខ្លួនឯងនឹងជាអ្នកណាខ្ញុំញញឹមតបទៅវាបើឯងមិនដឹងរឿងកុំនិយាយរឿងស្អីកុំតបខ្ញុំតបយ៉ាងលយហើយគិតខ្លួនឯងទៅប្រុសស្រី2នាក់នៅក្នុងបន្ទប់ជាមួយគ្នាទៅណាមកណាក៏ជាមួយគ្នាអស់2យប់3ថ្ងៃតើវាមានរឿងអីកើតឡើងមានរឿងអីកើតឡើងជ្រិញមុខគ្នាហ្នឹងណាជាមួយឯងទៅជ្រិញជាមួយ Camry វិញវាមិនតបមកខ្ញុំវិញទេខ្ញុំក៏ញ៉ាំបបរបណ្ដើនិយាយបណ្ដើតាមពិត2យប់នេះខ្ញុំក៏នឹកឯងដែរតើបើបានឆ្លោះជាមួយឯងនៅខេត្តនោះប្រហែលជាសប្បាយឯងនេះពូកែមើលស្រាលខ្ញុំណាស់ Camry និងខ្ញុំពិតជាមានអារម្មណ៍ល្អនឹងគ្នាមែនដឹងទេយប់ទី1យើងដេកបន្ទប់ជាមួយគ្នាយប់ទី2យើងមើលផ្កាយជាមួយគ្នាតែអស្ចារ្យគឺថ្ងៃមកវិញបើខ្ញុំមិនពុលឡានក៏ប្រហែលជានៅលើលោកនេះរឿងអីក៏មានគុណសម្បត្តិរបស់វាដែរឯងដឹងទេខ្ញុំដេកផ្អែកក្បាលលើស្មា Camry ដូចប្តីប្រពន្ធអញ្ចឹងឯងធ្លាប់ពុលឡានអត់មិនដឹងអាវណ្ណៈដេកលក់តាំងពីអង្កលទេមើលចុះមុខមាត់ដូចស្រីគ្មានខុសអាក្មេងនេះកន្លងមកខ្ញុំសួរពីវាពីគ្រួសាររបស់វាមិនដែលនិយាយប្រាប់ខ្ញុំទេពេលខ្លះគួរឲ្យខ្នាញ់ពេលខ្លះគួរឲ្យអាណិតប្រហែលជានឿយហត់ខ្លាំងហើយគ្រាន់តែប្រាស់ខ្នងដល់ក្រេដេកលក់ភ្លាមខ្ញុំក្រោកទៅឈរមើលវារួចចង់លើកជើងវាដាក់លើក្រេឲ្យស្រួលបួលតែគ្រាន់តែប៉ះជើងវាក៏ភ្ញាក់ភ្លាមថែមទាំងស្រែកឲ្យខ្ញុំចង់ធ្វើអីខ្ញុំញញឹមដាក់វាហួសចិត្តពេកព្រោះវាខ្លាចតែខ្ញុំចាប់រំលោភស្មានតែឯងដេកលក់ទៅចង់បន្លំស្ទាបតើឲ្យខ្ញុំប្រាប់ប៉ុន្មានដងទៀតទៅថាកុំឲ្យប៉ះខ្លួនខ្ញុំវានិយាយដូចជាចង់យំទៅខ្ញុំលួងវាសំទោសចុះមាញ់ខ្ញុំគ្រាន់តែចង់លើកជើងឯងដាក់លើក្រេឲ្យដេកស្រួលតែប៉ុណ្ណោះ
ស្មានតែខ្ញុំដេកទាំងថ្មើរហ្នឹងហ៎មិនទាន់ញ៉ាំអីផងអញ្ចឹងញ៉ាំបបរជាមួយខ្ញុំទៅឆាប់បានដេកញ៉ាំដដែលមាត់លោកឯងហ្នឹងហ៎យ៉ាងម៉េចខ្លាចឆ្លងអាបហ៎វាក៏ក្រោកវឹងចេញទៅក្រៅបាត់និយាយទៅខ្ញុំស្ទើរតែគិតថាវណ្ណៈគឺជាស្រីបន្លំខ្លួនជាប្រុសទាំងស្រុងទៅហើយទាំងរូបរាងរឹកពីសម្លេងពាក្យសម្ដីសុទ្ធតែស្រីទាំងអស់ហេតុនេះខ្លួនប្រាណរបស់វាខ្ញុំពិតជាស្ដាប់តាមវាមិនដែលហ៊ានប៉ះមែនខ្ញុំប្រាប់ខ្លួនឯងថាមិនបាច់ខ្វល់ទេថាវាគឺជាប្រុសឬស្រីនោះគ្រាន់តែទុកវាជាមិត្តភក្តិម្នាក់ទៅបានហើយ